របៀបដោះស្រាយជាមួយមនុស្ស toxic សួស្តីអ្នកស្ដាប់ទាំងអស់គ្នាស្វាគមន៍មកកាន់ podcast សន្តិភាពផ្លូវចិត្តជាមួយខ្ញុំសុជាតាថ្ងៃនេះយើងនឹងជជែកអំពីប្រធានបទមួយដែលសំខាន់បំផុតសម្រាប់សុខភាពផ្លូវចិត្តរបស់យើងគឺរបៀបដោះស្រាយជាមួយមនុស្ស toxic ហើយថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ដែលមានវត្តមានលោកសារឿនដែលជាអ្នកជំនាញផ្នែកចិត្តវិទ្យានិងការអភិវឌ្ឍខ្លួនមកចូលរួមជាមួយយើងបាទជំរាបសួរសុជាតានិងជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាខ្ញុំពិតជារីករាយណាស់ដែលបានមកទីនេះដើម្បីពិភាក្សាអំពីបញ្ហានេះព្រោះវាជាអ្វីដែលមនុស្សភាគច្រើនកំពុងជួបប្រទះក្នុងជីវិតប្រចាំថ្ងៃពិតមែនហើយបងពាក្យថា toxic ឥឡូវនេះឮច្រើនណាស់ប៉ុន្តែដើម្បីឲ្យច្បាស់តើអ្វីទៅជានិយមន័យពិតប្រាកដនៃមនុស្ស toxic នៅក្នុងន័យចិត្តវិទ្យាតែយើងអាចសម្គាល់ពួកគាត់បានយ៉ាងដូចម្តេចសំណួរល្អណាស់សុជាតាមនុស្ស toxic មិនមែនជាជំងឺទេប៉ុន្តែវាគឺជាឥរិយាបថពួកគាត់គឺជាមនុស្សដែលនៅក្បែរហើយធ្វើឲ្យយើងមានអារម្មណ៍ថាអស់កម្លាំងចិត្តបាត់បង់ទំនុកចិត្តលើខ្លួនឯងឬមានអារម្មណ៍ថាត្រូវគេបង្ខិតបង្ខំសញ្ញាសម្គាល់ងាយៗគឺពួកគាត់ចូលចិត្តរិះគន់ខ្លាំងនៃបង្អាប់ចូលចិត្តត្អូញត្អែតែរឿងអវិជ្ជមាននិងចូលចិត្តធ្វើខ្លួនជាជនរងគ្រោះដើម្បីទាមទារការចាប់អារម្មណ៍អូស្ដាប់ទៅហាក់ដូចជាមាននៅជុំវិញខ្លួនយើងគ្រប់គ្នាហើយបងចុះបើពួកគាត់ជាមនុស្សជិតស្និទ្ធដូចជាមិត្តភក្តិល្អឬសមាជិកគ្រួសារវិញតើយើងគួរមានអារម្មណ៍បែបណានៅពេលដែលយើងដឹងថាមនុស្សដែលយើងស្រឡាញ់គឺជាមនុស្ស toxic នេះគឺជាចំណុចដែលពិបាកបំផុតនៅពេលដែលវាជាមនុស្សជិតស្និទ្ធយើងតែងតែមានអារម្មណ៍ខុសឆ្គងប្រសិនបើយើងចង់ដើរចេញប៉ុន្តែអ្នកត្រូវយល់ថាការស្រឡាញ់អ្នកដទៃមិនមែនមានន័យថាអ្នកត្រូវអនុញ្ញាតឲ្យគេមកបំផ្លាញសន្តិភាពផ្លូវចិត្តរបស់អ្នកនោះទេវាដូចជាការជិះយន្តហោះអញ្ចឹងយើងត្រូវពាក់ម៉ាសអុកស៊ីហ្សែនឲ្យខ្លួនឯងសិនទើបអាចជួយអ្នកដទៃបានពាក្យប្រៀបធៀបនេះចាក់ដោតខ្លាំងណាស់បងចុះចំពោះជំហានដំបូងក្នុងការដោះស្រាយវិញតើយើងគួរចាប់ផ្ដើមពីត្រង់ណាប្រសិនបើយើងមានអារម្មណ៍ថាកំពុងរងសម្ពាធពីមនុស្សប្រភេទនេះជំហានដំបូងគឺការកំណត់ព្រំដែនឬ boundary អ្នកត្រូវដឹងថាអ្វីដែលអ្នកអាចទទួលយកបាននិងអ្វីដែលអ្នកមិនអាចប្រសិនបើពួកគាត់និយាយពាក្យមិនសមរម្យមកលើអ្នកត្រូវហ៊ាននិយាយដោយត្រង់ៗនិងមានភាពចាស់ទុំថាខ្ញុំមិនសប្បាយចិត្តនឹងសម្ដីបែបនេះទេសូមមេត្តាកុំនិយាយបែបនេះជាមួយខ្ញុំទៀតការកំណត់ព្រំដែនមិនមែនជាការឆ្លោះប្រកែកទេប៉ុន្តែជាការគោរពខ្លួនឯងចុះបើពួកគាត់មិនព្រមស្ដាប់ហើយនៅតែបន្តធ្វើដាក់យើងដដែលពេលខ្លះពួកគាត់ប្រើវិធី gaslighting ឬធ្វើឲ្យយើងមានអារម្មណ៍ថាយើងខ្លួនឯងទេដែលជាអ្នកខុសបាទនឹងហើយជាបច្ចេកទេសដែលមនុស្ស toxic ចូលចិត្តប្រើបំផុតបើក្នុងករណីដែលការប្រាប់ត្រង់ៗមិនមានប្រសិទ្ធភាពអ្នកត្រូវប្រើវិធីក្រេរោគវាគឺជាការធ្វើខ្លួនឲ្យដូចជាដុំថ្មពណ៌ប្រភេទគឺមិនផ្ដល់ប្រតិកម្មមិនផ្ដល់អារម្មណ៍និងមិនឆ្លើយតបវែងឆ្ងាយជាមួយពួកគាត់នៅពេលពួកគាត់ឃើញថាពួកគាត់មិនអាចទាញយកអារម្មណ៍ឬប្រតិកម្មពីអ្នកបានពួកគាត់នឹងទៅរកគោលដៅស្វែងដោយខ្លួនឯងដុំថ្មពណ៌ប្រភេទស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍ណាស់គឺយើងមិនបាច់ខាត់កម្លាំងតវ៉ាច្រើនចុះសម្រាប់ការការពារសន្តិភាពផ្លូវចិត្តនៅក្នុងរយៈវែងវិញបងបន្ទាប់ពីយើងដកខ្លួនចេញឬកំណត់ព្រំដែនហើយតែយើងគួរធ្វើដូចម្តេចដើម្បីឲ្យចិត្តយើងត្រឡប់មកល្អប្រសើរវិញការព្យាបាលចិត្តខ្លួនឯងគឺសំខាន់ណាស់ទី1ឈប់បន្ទោសខ្លួនឯងអ្នកត្រូវដឹងថាអ្នកមិនមែនជាអ្នកកែប្រែចរិតនរណាម្នាក់បានទេបើគេមិនចង់ទី2ចំណាយពេលជាមួយមនុស្សដែលផ្ដល់ថាមពលវិជ្ជមានឲ្យអ្នកហើយទី3ផ្ដល់អាទិភាពលើ self care ដូចជាការធ្វើសមាធិការហាត់ប្រាណឬការអានសៀវភៅដែលផ្ដល់កម្លាំងចិត្តសន្តិភាពផ្លូវចិត្តរបស់អ្នកមិនមែនជាការចៃដន្យទេវាគឺជាការជ្រើសរើសពិតមែនហើយបងការជ្រើសរើសសន្តិភាពឲ្យខ្លួនឯងគឺជាការផ្ដល់កាដូដ៏ល្អបំផុតមុននឹងបញ្ចប់តើបងមានពាក្យពេចន៍ចុងក្រោយអ្វីខ្លះសម្រាប់អ្នកដែលកំពុងមានអារម្មណ៍ថាជាប់គាំងក្នុងទំនាក់ទំនងដែល toxic បាទខ្ញុំចង់ប្រាប់ថាអ្នកមានតម្លៃលើសពីអ្វីដែលនរណាម្នាក់និយាយមកលើអ្នកកុំឲ្យសម្ដីអវិជ្ជមានរបស់មនុស្សម្នាក់មកកំណត់វាសនាឬសេចក្តីសុខរបស់អ្នកការដើរចេញពីមនុស្សដែលធ្វើឲ្យអ្នកឈឺចាប់មិនមែនជាការចុះចាញ់ទេប៉ុន្តែវាគឺជាការឈ្នះលើខ្លួនឯងនិងការការពារអនាគតរបស់អ្នកចូលចងចាំថាផ្ទះដែលមានសន្តិភាពបំផុតគឺចិត្តដែលស្ងប់អរគុណខ្លាំងណាស់បងសារឿនសម្រាប់ការចែករំលែកដ៏មានតម្លៃនៅខ្លីនេះខ្ញុំជឿថាអ្នកស្ដាប់នឹងទទួលបានកម្លាំងចិត្តនិងវិធីសាស្ត្រល្អៗយកទៅអនុវត្តបាទដោយក្តីរីករាយបំផុតសុជាតាសង្ឃឹមថាគ្រប់គ្នានឹងមានសន្តិភាពផ្លូវចិត្តជានិច្ចចាហើយសម្រាប់អ្នកស្ដាប់ទាំងអស់គ្នាសូមកុំភ្លេចតាមដានភាគបន្តទៀតនៃសន្តិភាពផ្លូវចិត្តសម្រាប់ថ្ងៃនេះយើងឃីងទាំងពីរអ្នកសូមជម្រាបលានិងសូមឲ្យមានថ្ងៃដ៏ស្រស់បំព្រងគ្រប់គ្នា